ប៉ាប៉ាហើយនឹងគ្រួសារទាំងមូលអាចជួយស្ត្រីអីបានខ្លះនៅពេលដែលគាត់សម្រាលកូនរួចចាច្បាស់ណាស់បងបានកូនម្នាក់ទារកម្នាក់ដ៏ស្អាតដ៏គួរឲ្យស្រឡាញ់សម្រាប់គ្រួសាររបស់បងតែកុំភ្លេចអ្នកដែលបង្កើតទារកនឹងមកដែលជាប្រពន្ធរបស់បងហ្នឹងគាត់មានបញ្ហានៅបន្តគាត់មានបញ្ហាច្រើនបើបងមិនចាប់អារម្មណ៍ទេបងអាចនឹងមើលរំលងទី1បងអាចជ្រុំជ្រែងទៅលើបញ្ហាផ្លូវចិត្តរបស់គាត់ធ្វើម៉េចឲ្យគាត់សប្បាយចិត្តនាំគាត់ដើរលេងនាំគាត់ធ្វើនៅរឿងល្អដើម្បីកុំឲ្យគាត់មានការបាក់ទឹកចិត្តព្រោះស្ត្រីក្រោយពេលសម្រាលកូនណាមិនថាខ្ញុំមិនថាគេទេពីព្រឹកទល់ល្ងាចនៅជាមួយកូនរហូតមិនបានជួបមិត្តភ័ក្តិមិនបានចេញទៅក្រៅធ្វើនៅរឿងដដែលវាធ្វើឲ្យយើងមានអារម្មណ៍មួយថាពិបាកនៅក្នុងខ្លួនមែនតើអញ្ចឹងការជ្រុំជ្រែងរបស់ប្តីក្នុងការដែលចាប់អារម្មណ៍លើចំណុចហ្នឹងធ្វើអីក៏ដោយឲ្យតែដឹងថានឹងធ្វើឲ្យប្រពន្ធសប្បាយចិត្តបងធ្វើទៅគឺធ្វើឲ្យគាត់នឹងបន្ថយនៅហានិភ័យនៃបញ្ហាបាក់ទឹកចិត្តទី2បងត្រូវជួយមើលថែកូនពិសេសពេលយប់បើស្ត្រីម្នាក់គាត់ងើបមើលកូនពេលយប់ហើយពេលថ្ងៃគាត់មើលទៀតគាត់នឹងលំបាកទៅរហូតដល់គាត់ឈឺកាន់តែខ្លាំងអញ្ចឹងអាចជួយមើលកូននៅពេលយប់គឺជារឿងមួយដ៏ល្អបំផុតសម្រាប់គាត់ទី3ការផ្គត់ផ្គង់ថវិកាដ៏សមរម្យសម្រាប់គាត់កុំឲ្យគាត់ហត់នឿយលើកម្លាំងកាយហើយសុខភាពគាត់ទ្រុឌទ្រោមហើយគាត់ត្រូវខ្វាយខ្វល់ទៅលើការខ្វះខាតលុយកាក់ឬក៏ត្រូវចេញទៅរកលុយក្នុងស្ថានភាពបែបនេះទៀតគឺវាកាន់តែឲ្យគាត់លំបាកកាន់តែខ្លាំងហើយចុងក្រោយមែនតើការហូបចុករបស់គាត់កុំឲ្យគាត់វេទនាពេកកុំតមនេះតមនោះច្រើនពេករបស់ជាច្រើនស្ត្រីគាត់អាចហូបបានដែលពុំចាំបាច់តមដូចអ្វីដែលជាទំនៀមទម្លាប់ដែលយើងធ្លាប់អនុវត្តខុសពីមុននោះទេចានៅពេលដែលយើងញ៉ាំរបស់ល្អមានបន្លែផ្លែឈើឲ្យតែឆ្អិនឲ្យតែស្អាតបងហូបបានទាំងអស់កុំឲ្យគាត់ stress នឹងរឿងហូបចុកនឹងតទៀតចា